សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីសកម្មភាពមួយចំនួនដែលនាងខ្ញុំនិងប្តីតែងតែធ្វើនៅកំឡុងពេលដែលពួកយើងមានបុណ្យជាតិនៅប្រទេសអូស្ត្រាលីនៅអាទិត្យនេះគេមានបុណ្យជាតិមួយដែលមានឈ្មោះថា Easter បុណ្យ Easter ជ្រាបទៅគឺជាបុណ្យដែលតកតងទៅអ្នកកាន់គ្រិស្តសាសនាហើយប្រិយរបស់នាងខ្ញុំថ្ងៃនេះគាត់អត់បានឈប់ពីកន្លែងការងារគាត់ទេដោយសារតែគាត់រកស៊ីខ្លួនឯងហើយសម្រាប់នាងខ្ញុំគឺធ្វើការឲ្យគេធ្វើការនៅសាលាអញ្ចឹងនាងខ្ញុំបានឈប់ពីកន្លែងការងារចាប់តាំងពីថ្ងៃសុក្រសៅរ៍អាទិត្យថ្ងៃច័ន្ទសម្រាប់បាន4ថ្ងៃពុកម៉ែបងប្អូនហើយក៏បបួលប្តីដើរហាត់ប្រាណដោយសារតែការដើរហាត់ប្រាណគឺជួយឲ្យសុខភាពរបស់យើងរឹងមាំក៏ដូចជាអារម្មណ៍របស់យើងធូរស្បើយហើយក៏ដូចជាជួយឲ្យបេះដូងរបស់ពួកយើងរឹងមាំផងដែរដោយសារតែពេលយើងដើររៀងលឿនទៅបេះដូងយើងលូតរៀងញាប់ច្រវាច់ឈាមនៅក្នុងរាងកាយរបស់យើងបានល្អហើយនៅតំបន់ដែលពួកយើងបានដើរនេះគឺយើងចំណាយពេល30នាទីពីផ្ទះរបស់ពួកយើងអញ្ចឹងនៅជាតំបន់ទីប្រជុំជនដែលមានអគារខ្ពស់ៗផ្ទះអាផាតមិនផ្សារទំនើបផ្សារលក់ទំនិញហាងលក់ម្ហូបហាងលក់ស្រាគឺនៅម្ដុំហ្នឹងគឺមានហើយពុកម៉ែបងប្អូនហើយនាងខ្ញុំប្តីគឺពួកយើងបានដើរទៅផ្ទះវិញដោយសារមេឃរៀងល្ងឹតហើយអញ្ចឹងពេលយើងដើរទៅវិញថ្ងៃនេះគឺមេឃងើតលឿនមែនទែនម៉ោងតែ6សោះមេឃងើតហើយយើងបានដើររយៈពេល1ម៉ោងតែចម្ងាយ4.6 គីឡូម៉ែត្រហើយនៅក្នុងហ្នឹងមកដល់ផ្ទះគឺពួកយើងរកនៅអាហារដែលយើងបានទិញទូទឹកកកយកមកកដៅញ៉ាំហើយនៅក្នុងដូចជាអ្វីពុកម៉ែបងប្អូនបានឃើញគឺសាច់មាន់សាតេជាមួយនឹងឆាបន្លែសួរដែលពួកយើងបានឆាពីម្សិលមិញនេះហើយបន្ទាប់ពីម្ហូបឆ្អិនហើយពួកយើងទាំងពីរក៏មកទទួលទាននៅអាហារពេលល្ងាចជាមួយគ្នាហើយក៏សូមអភ័យទោសដោយសារប្តីរបស់នាងខ្ញុំគាត់អត់បានពាក់អាវនៅក្នុងវីដេអូនេះហើយនៅក្នុងនឹងផងដែរពុកម៉ែបងប្អូននេះជាការញ៉ាំអាហារបែបងាយៗបើសិនជាពួកយើងចំណាយពេលធ្វើអីមួយរហូតដល់យប់ពេញជ្រៅហើយគឺយើងតែងតែរកនៅអាហារនៅក្នុងទូទឹកកកហើយចម្អិនបែបលឿនហើយនេះជានំស្ករគ្រាប់សូកូឡាហើយស្ករគ្រាប់សូកូឡាយើងអាចរកឃើញនៅកំឡុងពេលបុណ្យ Easter ហើយដូចជាអ្វីដែលពុកម៉ែបងប្អូនបានឃើញហើយស្ករគ្រាប់សូកូឡាធំហ្នឹងយើងអាចដាក់ជាមួយកាហ្វេហើយកូរទៅក្លាយជាគេហៅថាកាហ្វេម៉ូកាហើយនៅក្នុងហ្នឹងផងដែរស្ករគ្រាប់សូកូឡាដែលពុកម៉ែបងប្អូនអាចឃើញនៅកំឡុងពេលបុណ្យ Easter ហ្នឹងគឺមានរូបភាពជាពងមាន់ឬក៏ពងក្រូចហើយក៏ដូចជារូបទន្សាយនៅកំឡុងពេលបុណ្យ Easter ហ្នឹងហើយនាងខ្ញុំប្តីគឺចំណាយពេលនិយាយគ្នាសួរពីការងាររបស់គាត់ថ្ងៃហ្នឹងហើយនាងខ្ញុំក៏ចំណាយពេលមើលរឿងក្រេបន្តិចបន្តួចដោយសារតែបុណ្យជាតិគឺនាងខ្ញុំចំណាយពេលសម្រាប់ខ្លះហើយថ្ងៃនេះនាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់